ចម្ងាយប្រមាណជា5គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងបានលុងនៃខេត្តរតនគិរីបើយើងធ្វើដំណើរមកដល់រង្វង់មូលដែលមានរូបបងប្អូនជនជាតិដើមភាគតិចយើងហើយបត់ស្ដាំប្រហែលជា2គីឡូម៉ែត្រប៉ុណ្ណោះយើងនឹងទៅដល់បឹងយក្សឡោមតែម្ដងបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅលេងបឹងយក្សឡោមដែលជាបឹងនិងជារមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រងតែមួយគត់គ្មានពីរនៅកម្ពុជាប៉ុន្តែមុននឹងទៅដល់ទីនោះសូមស្ដាប់សំឡេងធម្មជាតិនៅតាមដងផ្លូវបន្តិចសិនហើយបន្ទាប់ពីនោះខ្ញុំនឹងពណ៌នាត្រួសត្រាសអំពីទីតាំងភូមិសាស្ត្រនិងលក្ខណៈពិសេសនៃបឹងយក្សឡោមជូនបងប្អូនយើងបានស្គាល់និងបានយល់ដឹងទាំងអស់គ្នាបាទយើងចំណាយពេលតែ3នាទីប៉ុណ្ណោះពីផ្លូវជាតិផ្លូវលេខ78មកដល់រមណីយដ្ឋានបឹងយក្សឡោមនេះយើងឃើញមានផ្លាកមួយគេដាក់រមណីយដ្ឋានបឹងយក្សឡោមតែម្ដងហើយយើងនឹងធ្វើដំណើរចុះទៅក្រោមតាមផ្លូវនេះហើយយើងនឹងឃើញមានប៉ុស្តិ៍មួយដែលយើងនឹងត្រូវទិញសំបុត្រចូលទស្សនានៅទីនោះតែម្ដងបាទឥឡូវយើងបានបង់ថ្លៃទស្សនាហើយតាមពិតដូចជាបង់ថ្លៃផ្ញើម៉ូតូទេមើលទៅបាទមើលឃើញមានសំបុត្រកាប់ម៉ូតូបាទអញ្ចឹងយើងរកកន្លែងចតគួរសមសិនបន្ទាប់មកយើងនឹងទៅទស្សនាទាំងអស់គ្នាបាទបាទវេលាថ្មើរនេះម៉ោងប្រមាណជា8:20នាទីព្រឹកហើយភ្ញៀវទេសចរក៏មិនទាន់ឃើញមានច្រើនដែរហើយថាបន្តិចទៀតនឹងមានអ្នកមកទស្សនាជាបន្តបន្ទាប់ដើម្បីថតរូបកម្សាន្តហើយនឹងទុកជាអនុស្សាវរីយ៍ផងដែរបាទហើយទស្សនវិជ្ជានៅតាមផ្លូវចុះទៅបឹងហ្នឹងយើងមានឃើញបងប្អូនអ្នកលក់ដូរជាហូរហែមានលក់សម្លៀកបំពាក់លក់គ្រឿងតុបតែងមានផលិតផលធ្វើពីដៃមាននំចំណីមានផ្លែឈើមានទឹកឃ្មុំមានឃ្មុំអាំងអីជាដើមជាហូរហែមានច្រើនបាទបងប្អូនត្រូវការអាចទិញតាមចំណង់ចំណូលចិត្តបានបាទឥឡូវយើងមកដល់ចណ្ដាលចុះទៅហើយមានហឹបពីស្វាគមន៍យើងមុនគេបាទហ្នឹងហើយយើងទៅទាំងអស់គ្នាទៅខាងក្រោមហើយនៅតាមចដើមានអមដោយរុក្ខជាតិព្រៃព្រឹក្សាដុះយ៉ាងច្រើនបាទត្រជាក់ស្រេបតែម្ដងបាទហើយអីគេនេះសត្វអីខ្លាខ្មៅឆ្មាទេបាទឆ្មាទេបាទបងប្អូនអ្វីដែលបងប្អូនកំពុងតែឃើញនៅខាងមុខនេះគឺជាផ្ទៃបឹងយក្សឡោមហើយបាទដូច្នេះខ្ញុំសូមពណ៌នាត្រួសត្រាសអំពីបឹងយក្សឡោមបាទបឹងនេះគឺជាបឹងធម្មជាតិដែលកើតឡើងពីបន្ទោះភ្នំភ្លើងតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះហើយបឹងដែលមានតែផ្ទៃទឹកខៀវស្ងាត់នេះមានរាងស្ទើរតែជារង្វង់ទៅហើយបើសិនជាយើងមើលពីខាងលើមកគឺយើងឃើញស្ទើរតែពេញជារង្វង់តែម្ដងបាទហើយវាមានអង្កត់ផ្ចិតរហូតដល់ប្រមាណជា800ម៉ែត្រឯណោះហើយស្ទើរតែជិត1គីឡូទៅហើយជម្រៅវិញគឺមានរហូតដល់48ម៉ែត្រនៅហ៊ុំព័ទ្ធទៅដោយព្រៃព្រឹក្សាដុះអមជុំវិញបឹងតែម្ដងដែលធ្វើឲ្យទឹកបឹងនៅទីនេះមានសភាពត្រជាក់ដល់បេះដូងតែម្ដងហើយបើអំពីផ្ទៃទឹកវិញគឺយើងមើលឃើញថ្លាឆ្វង់អាចឆ្លុះមុខបានបាទផ្ទៃបឹងដែលយើងមើលពីលើមកគឺរាងបែបនេះយើងមើលតាមផែនទីគឺស្ទើរតែ
ជារង្វង់តែម្ដងបាទមើលទៅខៀវក្នុងស្រងាត់តែម្ដងដូចជាផ្ទៃទឹកសមុទ្រនៅកណ្ដាលព្រៃអញ្ចឹងដែរបាទដូច្នេះសូមយើងមកងាកមកទស្សនាម្ដងទៀតនៅផ្ទៃទឹកដែលពេលស្មើនេះគឺម៉ោង8កន្លះទៅហើយបាទអញ្ចឹងភ្ញៀវទេសចរក៏កំពុងតែធ្វើដំណើរមកជាបន្តបន្ទាប់មួយមិនជាច្រើនទេអាត្មានេះហើយនៅមាត់បឹងហ្នឹងក៏មានអ្នកលក់មីងគាត់អ្នកលក់មកជូរលក់នំលក់ពិសេសនោះពងទាពងមាន់ពងក្រួចហើយខ្ញុំក៏បានទិញពងមាន់ពងទាមកកញ្ចប់ហ្នឹង5000បាទ5000បាទនេះជាចន្លោដែលយើងចុះមកមិញហ្នឹងយើងមើលពីរានហាលនៃពីមាត់បឹងទៅវិញបាទយើងឃើញសភាពបែបនេះហើយបងប្អូនអ្នកទស្សនាក៏ចុះមកបដាហើយបាទនេះជាផ្លូវអមតាមមាត់បឹងហ្នឹងយើងមានព្រៃព្រឹក្សាដុះជុំវិញដោយតែបានរៀបរាប់កន្លងមកអញ្ចឹងហើយយើងអាចដិតយកទស្សនវិជ្ជាតាមមាត់បឹងហ្នឹងជាបដាហើយក៏យើងទស្សនាបដាទៅគឺមានសភាពបែបហ្នឹងបាទមានដើមឈើព្រៃព្រឹក្សាដុះអមសងខាងផ្លូវហើយផ្លូវនេះយើងអាចដើរបានតែមិនដឹងថាបានជុំវិញឬក៏អត់ទេពីព្រោះខ្ញុំអត់អាចដើរឲ្យបានជុំវិញទេបាទហើយបើសិនជាបងប្អូនណាធ្លាប់បានដើរជុំវិញមានផ្លូវស្រួលដើរឲ្យជួយខមមិនប្រាប់ផងបាទអញ្ចឹងនៅខាងលើបន្តិចហ្នឹងគឺមានតូបបាទតូបដែលយើងអាចជួលអង្គុយញ៉ាំអាហារពេលព្រឹកពេលថ្ងៃសម្រាប់កាយលំហែកាយស្រូបខ្យល់អាកាសដែលជះមកពីផ្ទៃបឹងបាទវាអាចមានបរិយាកាសត្រជាក់ស្រួលហើយយើងអាចថតរូបផ្ដិតរូបស្រស់ស្អាតចេញពីទីនេះផងដែរបាទអញ្ចឹងសភាពផ្ទៃបឹងនេះគឺពិតជាគួរឲ្យគយគន់មែនទែនបាទយើងមើលឃើញសភាពស្រស់បំព្រងហើយដូចជាមិនមានអ្វីដែលនៅលើផ្ទៃទឹកទេក្រៅតែពីទឹកដ៏ខៀវស្រងាត់បាទហើយយើងអាចចុះតាមចន្ទាជើងតិចនេះទៅអាចក្បង់ទឹកមកលុបមុខវាសម្អាតកាយយើងបន្តិចទៅដើម្បីឲ្យយើងស្រស់ស្រាយស្រស់ថ្លាអារម្មណ៍ហើយនឹងបន្តទស្សនាតទៅមុខទៀតបាទយើងមើលពីលើអាកាសទៅគឺស្រស់ស្អាតណាស់បាទវារៀងស្ទើរតែជារង្វង់ទៅហើយបាទអញ្ចឹងសម្រាប់បងប្អូនដែលមកទស្សនានៅទីនេះប្រកាសជាបានដក់ជាប់នៅអារម្មណ៍ដ៏ស្រស់ស្រាយហើយសម្រាប់បងប្អូនដែលមិនទាន់បានមកទស្សនាទេក៏គួរតែមកទស្សនាម្ដងឲ្យបានម្ដងក្នុងមួយជីវិតបាទជាទូទៅសម្រាប់ការទស្សនាបឹងយក្សឡោមនេះគួរតែយើងមកពេលខែប្រាំងអាចថាខែដែលអត់សូវមានភ្លៀងបាទពីខែវិច្ឆិការហូតដល់ខែមេសាហ្នឹងគឺយើងមើលឃើញសភាពស្រស់ស្អាតទៅបាទហើយសម្រាប់ភ្ញៀវទេសចរដែលមកលេងនៅខេត្តរតនគិរីនេះកុំរំលងឲ្យសោះការមកទស្សនាបឹងយក្សឡោមបាទខេត្តរតនគិរីមានទឹកជ្រោះមានកន្លែងកំសាន្តជាច្រើនទៀតជាកន្លែងកំសាន្តបែបធម្មជាតិហើយជាពិសេសគឺបឹងយក្សឡោមនេះជាផ្នែកមួយនៃរមណីយដ្ឋានធម្មជាតិដែលមិនគួរមើលរំលងទេបាទ
បាទបន្ទាប់ពីដើរមើលបានប្រហែលជា100ម៉ែត្រលើខ្ញុំត្រឡប់ទៅវិញហើយមានអារម្មណ៍ថាដូចជាចង់ផឹកកាហ្វេមួយកែវបាទអញ្ចឹងនៅតាមផ្លូវត្រឡប់មកវិញឃើញមានបងប្អូនយើងមកបដៅហើយបាទមានខ្លះជាក្រុមមានចាស់មានក្មេងមានស្រីមានប្រុសអញ្ចឹងទៅបាទមានខ្លះក៏មកជាក្រុមកាន់របស់របរឬក៏ចំណីអាហារមកហូបចុកនៅកន្លែងនេះតែម្ដងបាទតោះបងប្អូនដែលចូលចិត្តកាហ្វេយើងទៅទាំងអស់គ្នាទៅខាងលើវិញដើម្បីដាក់កាហ្វេមួយពេងសិនមុននឹងបន្តដំណើរទៅមុខទៀតបាទកាហ្វេមួយបាទយើងរកកាហ្វេក្តៅប៉ុន្តែម៉ាស៊ីនគាត់អត់តាន់ក្តៅអញ្ចឹងគាត់ឲ្យយើងទៅរកហាងនៅទល់មុខគាត់ហ្នឹងបាទដែលជាហាងរបស់គាត់ដែរទេអញ្ចឹងយើងក៏ដើរមករកហាងធំមានតុមានកៅអីនៅខាងមុខគួរឲ្យចង់អង្គុយបាទអញ្ចឹងយើងរងចាំគាត់បន្តិចដើម្បីឲ្យគាត់ឆុងកាហ្វេឲ្យយើងបាទ5នាទីក្រោយមកកាហ្វេមួយពេងបានដាក់នៅលើតុហើយឈ្ងុយគួរឲ្យចង់ភ្លក់រសជាតិនៅកាហ្វេនៅបឹងយក្សឡោមនេះបាទអញ្ចឹងយើងភ្លក់កាហ្វេបដាយើងមើលសត្វចិញ្ចឹមមានសមានខ្មៅយ៉ាដេញម្ចាស់វាអញ្ចឹងយើងអង្គុយញ៉ាំកាហ្វេទៅហើយយើងមើលសកម្មភាពបដើទៅអ្នកបោះសម្អាតខាងក្នុងខាងក្រៅអីហ្នឹងបាទហើយបន្តប៉ុណ្ណឹងយើងក៏អង្គុយទស្សនាមានភ្ញៀវទេសចរកំពុងតែធ្វើដំណើរមកបដើហើយមានពូបងមីងហើយអ្នកលក់ក៏ចាប់ផ្ដើមបោះជូតខាងក្នុងហើយក៏មកខាងក្រៅបាទអញ្ចឹងយើងមើលបដាទៅហើយយើងមើលត្រឹមតែជើងរបស់គាត់បានហើយបាទអញ្ចឹងយើងរក្សាឯកជនភាពរបស់គាត់បាទយើងមើលទៅបាទជូតបោះជូតនឹងឯងអូក្រុមពូមីងមើលលឿនក៏បញ្ញាប់ទៅវិញហើយនេះប្រហែលជាត្រូវបញ្ញាប់ឡើងឡានទៅខេត្តវិញហើយទៅស្រុកទៅភូមិវិញហើយនេះ
បាទដូច្នេះពេលវេលាក៏បានមកដល់ហើយអញ្ចឹងខ្ញុំក៏ត្រូវធ្វើដំណើរត្រឡប់ទៅវិញដែរបាទដូច្នេះសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូអំពីទស្សនវិជ្ជានៃបឹងយក្សឡោមដែលស្ថិតនៅក្នុងសង្កាត់យក្សឡោមក្នុងខេត្តរតនគិរីនៃប្រទេសកម្ពុជាយើងបាទដូច្នេះបើសិនជាក្នុងវីដេអូនេះមានពាក្យសម្ដីខុសទាស់ត្រង់ណាក៏សូមខន្តីអភ័យទោសហើយកុំភ្លេចជួយ Subscribe និងដាក់កណ្ដឹងដើម្បីទទួលបានវីដេអូបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលាបាទ